តារានិករនាគឬជាភាសាអង់គ្លេសហៅថា Draco Constellation បានផុសនៅចុងកន្ទុយបទចម្រៀងសុវណ្ណភូមិរបស់វណ្ណដាដែលក្បាលរបស់នាគចេញពីប្រាសាទអង្គរវត្តគូសភ្ជាប់ទៅប្រាសាទបាយ័នភ្ជាប់ទៅប្រាសាទបន្ទាយធំប្រាសាទព្រះខ័នប្រាសាទតាកែវប្រាសាទតាព្រំប្រាសាទបន្ទាយក្តីស្រះស្រង់ហើយចុងក្រោយគឺប្រាសាទមេបុណ្យខាងកើតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលថាតើព្រះរាជាអង្គណាដែលទ្រង់បានកសាងប្រាសាទគូសភ្ជាប់ចេញជាតារានិករនាគព្រោះថាប្រាសាទមួយចំនួនគឺត្រូវបានកសាងឡើងដោយរាជក្សត្រផ្សេងៗគ្នាជាដំបូងខ្ញុំសូមនិយាយអំពីប្រាសាទមេបុណ្យខាងកើតមុនព្រោះនៅក្នុងគន្លងតារានិករនេះប្រាសាទមេបុណ្យខាងកើតគឺមានវ័យចំណាស់ជាងគេប្រាសាទមេបុណ្យខាងកើតគឺត្រូវកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី2នៅពាក់កណ្ដាលសតវត្សទី10ឆ្នាំ952ដែលប្រាសាទនេះគឺសង់ឡើងនៅកណ្ដាលបារាយណ៍ខាងកើតឬបារាយណ៍យសោធោទត្តៈដែលជាបារាយណ៍របស់ព្រះបាទយសោវរ្ម័នទី1ឯប្រាសាទដែលមានវ័យចំណាស់ទី2គឺប្រាសាទតាកែវកសាងឡើងនៅចុងសតវត្សទី10ឆ្នាំ974ដោយព្រះបាទជ័យវរ្ម័នទី5ដែលទ្រង់ត្រូវជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2លុះជាង100ឆ្នាំក្រោយមកនៅដើមសតវត្សទី12ក្នុងឆ្នាំ1122ទើបប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី2បើយើងមើលទៅលើប្រាសាទទាំង3ដែលខ្ញុំបានរៀបរាប់នៅខាងលើយើងនឹងមិនអាចមើលឃើញអំពីតារានិករនាគបាននៅឡើយទេរហូតដល់ចុងសតវត្សទី12ក្នុងឆ្នាំ1181មានរាជវង្សខ្មែរមួយអង្គព្រះនាមជ័យវរធនដែលទ្រង់បានច្បាំងបណ្ដេញពួកចាមចេញពីរាជធានីអង្គរព្រោះពេលនោះរាជធានីត្រូវបានគ្រប់គ្រងដោយពួកចម្ប៉ារយៈពេល4ឆ្នាំក្រោយមកទើបទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1182ដែលមានព្រះនាមថាព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7គឺជាមហាវីរក្សត្រខ្មែរដ៏ល្បីល្បាញចាប់ពីពេលដែលទ្រង់ឡើងគ្រងរាជ្យវិសាលភាពនៃចំណេះដឹងវប្បធម៌អរិយធម៌គឺបានរីកចម្រើនជាខ្លាំងទ្រង់ចាប់ផ្ដើមកសាងប្រាសាទតាព្រំប្រាសាទព្រះខ័នប្រាសាទបាយ័នប្រាសាទបន្ទាយធំប្រាសាទបន្ទាយក្តីនិងស្រះស្រង់មកដល់ពេលនេះទើបយើងអាចមើលឃើញយ៉ាងច្បាស់អំពីតារានិករនាគបើយើងគិតចាប់ពីឆ្នាំព្រះបាទរាជេន្ទ្រវរ្ម័នទី2សោយទីវង្គតនៅឆ្នាំ968មកដល់ការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7ក្នុងឆ្នាំ1182គឺមានរយៈពេល214ឆ្នាំក្នុងរយៈពេល214ឆ្នាំទាំងសំណង់ស្ថាបត្យកម្មនិងការសង្កេតមើលទីតាំងភូមិសាស្ត្រនិងតារាសាស្ត្រកាន់តែមានភាពជឿនលឿននិងច្បាស់លាស់ត្បិតថាប្រាសាទគឺជាសំណង់សាសនាត្រូវបានកសាងដើម្បីឧទ្ទិសថ្វាយទៅកាន់អាទិទេពតែទន្ទឹមគ្នានេះបុព្វបុរសខ្មែរក៏បានផ្សារភ្ជាប់ទៅនឹងចំណេះដឹងក្បួនខ្នាតវិទ្យាសាស្ត្រផងដែរនេះបានសបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់អំពីការខិតខំសិក្សាស្រាវជ្រាវរបស់បុព្វបុរសខ្មែរយើងចុះថាហេតុអ្វីបានជាប្រាសាទមេបុណ្យខាងកើតដែលមានវ័យចំណាស់ជាងគេស្ថិតនៅចុងកន្ទុយនាគជាមតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំអាចថាក្រុមស្ថាបត្យករក្រុមបុរាណវិទូនិងក្រុមតារាវិទូនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7ចង់បង្ហាញអំពីនាគដ៏មានអំណាចដែលបានផុសចេញពីទឹកយើងបានមើលឃើញថាក្បាលរបស់នាគគឺស្ថិតនៅចំណុចប្រាសាទអង្គរវត្តដែលជាប្រាសាទដ៏ធំជាងគេក្នុងសម័យអង្គរហើយកូនខ្មែរគ្រប់រូបតែងគោរពកោតស្ញប់ស្ញែងចំណែកឯប្រាសាទបាយ័នដែលជាប្រាសាទរាជរបស់ព្រះបាទជ័យវរ្ម័នទី7និងជាប្រាសាទដែលស្ថិតនៅចំកណ្ដាលរាជធានីអង្គរធំផងនោះបានស្ថិតនៅចំចំណុចបេះដូងរបស់នាគនិងមានប្រាសាទបន្តបន្ទាប់គ្នារហូតដល់ចំណុចស្រះស្រង់ដែលជាកន្លែងមានទឹកនិងចុងកន្ទុយរបស់នាគគឺស្ថិតនៅបារាយណ៍មេបុណ្យខាងកើតដែលប្រាសាទនេះនៅចំកណ្ដាលបារាយណ៍ខាងកើតឬបារាយណ៍យសោធោទត្តៈនេះយើងអាចមើលឃើញអំពីនាគមួយក្បាលដែលផុសត្រដាចេញពីទឹកមកប្រោះព្រំមកឲ្យពរជ័យដល់ដែនដីសវណ្ណភូមិមួយនេះឲ្យមានភាពសុខសាន្តត្រាណបើយើងមើលតាមទំនៀមខ្មែរយើងសត្វនាគស្ថិតនៅជាប់ក្នុងជំនឿខ្មែរយើងជានិច្ចជាក់ស្ដែងដូចជារឿងព្រះថោងតង់ស្បៃនាងនាគនិងរឿងនគរគោកធ្លកជាដើមនៅចុងបញ្ចប់នៃវីដេអូនេះខ្ញុំមានសារខ្លីមួយទៀតដែលចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែធ្វើការកំពុងតែបំពេញភារកិច្ចឬក៏បងប្អូនឬក៏ក្មួយៗដែលកំពុងតែសិក្សាបើសិនជាបងប្អូនកំពុងតែធ្វើកិច្ចការងារនោះសូមប្រឹងឲ្យអស់ពីលទ្ធភាពបញ្ចេញឲ្យអស់នៅសក្តានុពលរបស់បងប្អូនតាមដែលអាចធ្វើទៅបានព្រោះថានៅក្នុងបទចម្រៀងរបស់វណ្ណដាគឺមានការលើកទឹកចិត្តនិងជំរុញទឹកចិត្តរបស់ពួកយើងខ្លាំងមែនទែនព្រោះបើនិយាយទៅធ្វើការងារអីក៏ដោយក៏មានការប្រកួតប្រជែងដែរប៉ុន្តែបើគ្មានការប្រកួតប្រជែងគ្មានការរីកចម្រើនប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចេះប្រកួតប្រជែងដោយក្រមសីលធម៌ប្រកួតប្រជែងដែលមានវិន័យមិនប៉ែងជើងគ្នាដូចជា lyric នៅក្នុងបទចម្រៀងរបស់វណ្ណដាគាត់បានសរសេរអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ share ឬក៏ follow page របស់ខ្ញុំម្នាក់មួយផងហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយជម្រាបលា